ជាប្រកឡើងឃើញមន់គោកចឹកគ្នាហើយបងប្អូនមើលនេះចឹកសាហាវមែនតើអស់ស្បែកលលិញបងប្អូនហើយស្លាប់ក៏អស់លលិញដែរតើបងប្អូនដែលជាអ្នកចិញ្ចឹមមន់ស្រែដូចខ្ញុំមានបញ្ហាមន់ចឹកគ្នាដូចខ្ញុំអត់នេះបើសិនជាបងប្អូនមានបញ្ហាមន់ចឹកគ្នាដល់របួសឬក៏មន់បងប្អូនមានរបួសផ្សេងៗបងប្អូនអាចប្រើស្ប្រៃបាញ់ដំបៅហើយចំពោះស្ប្រៃបាញ់ដំបៅនេះដែរខ្ញុំសូមណែនាំបងប្អូនគួរតែមាននៅក្នុងហ្វាមឬក៏កសិដ្ឋានចិញ្ចឹមសត្វរបស់យើងអញ្ចឹងបងប្អូនអរគ្នាដើម្បីយើងប្រើនៅក្នុងការបាញ់ដំបៅឲ្យសត្វអញ្ចឹងហើយចំពោះមន់របស់ខ្ញុំមួយនេះបងប្អូនអើយគឺវាជុលគ្នាហើយវាជុលហ្នឹងគឺមិនជុលមួយមន់អ្នកដតីទេណាគឺជុលនៅក្នុងមន់ដែលវារស់នៅជាមួយគ្នារាល់ថ្ងៃអត់ដឹងមិនវាជុលគ្នាហើយមន់របស់ខ្ញុំហ្នឹងគឺពេលខ្លះមន់កកនិងមន់កកជុលគ្នាឈ្មោះកញ្ជុលដល់ពេលមន់ភេទញីហ្នឹងកញ្ជុលគ្នាដែរបងប្អូនអញ្ចឹងនេះអានេះគឺមន់កកនិងកកដែរកំពុងជុលគ្នាតទៀតអញ្ចឹងអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាដូចខ្ញុំប៉ុន្តែបងប្អូនដោះស្រាយយ៉ាងម៉េចដែរបើសិនជាបងប្អូនដឹងពីវិធីកែបញ្ហាបងប្អូនអាច comment នៅខាងក្រោមបានណាបងប្អូនបើខ្ញុំវិញខ្ញុំមានតែដេញវាចេញអីចឹងណាបងប្អូនតែដោយសារតែខ្ញុំឲ្យវានៅក្នុងត្រង់តែមួយជាមួយគ្នាហើយពេលខ្លះវាអត់ជុលគ្នាទេហើយពេលខ្លះគឺវាជុលគ្នាអត់ដឹងថាមិនទេវាជាធម្មជាតិរបស់មន់អញ្ចឹងណាបងប្អូនពេលខ្លះខណៈមនុស្សយើងផងនៅមានការអន់ចិត្តមានការឆ្លោះគ្នាមែនទេចុះមិនតំទាំងសัตว์អញ្ចឹងអាហ្នឹងគឺសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំយល់ថាមន់នៅក្នុងវងដែលនៅជាមួយគ្នាគឺមិនគួរជុលគ្នាឬក៏មិនគួរឆ្លោះគ្នាដែរពីព្រោះដោយសារវានៅជាមួយគ្នារាល់ថ្ងៃវាគួរតែសាំនឹងការរស់នៅជាមួយគ្នាមែនទេបងប្អូនចាហើយចំពោះថ្ងៃនេះគឺខ្ញុំស្លននងដល់ពេលស្លននងគឺខ្ញុំឆ្លៀតយកសបកនងហ្នឹងកិនលាយជាមួយនឹងស្មៅប្រភេទផ្អែមបងប្អូនកិនលាយឲ្យមន់វាស៊ីអញ្ចឹងខ្ញុំមានដាំស្មៅខ្លួនឯងហើយបងប្អូនដែលចិញ្ចឹមមន់បងប្អូនអាចដាំស្មៅបានណាវាជួយកាត់បន្ថយដើមទុនរបស់យើងបានមួយកម្រិតដែរអញ្ចឹងណានេះជាសកម្មភាពកូនមន់ទូចហើយនឹងមន់ធំដើរលេងហើយជាពិសេសនៅពេលដែលឃើញយើងមានសកម្មភាពកាត់ស្មៅកាត់អីត្រៀមដើម្បីកិនគឺវាចាប់ផ្ដើមដើរមកចិត្តអីដោយសារវាដូចដឹងអញ្ចឹងហើយអានេះគឺមន់មេក៏ជុលគ្នាដែរហើយចឹកគ្នាខ្ញុំអត់ដឹងថាបងប្អូនណាចិញ្ចឹមមន់ស្រែមានបញ្ហាដូចខ្ញុំអត់ទេតែបើខ្ញុំចិញ្ចឹមទៅមន់របស់ខ្ញុំគឺអត់ដឹងមិនទេបងប្អូនគឺវាចូលចិត្តចឹកគ្នានេះជាសកម្មភាពកិនស្មៅលាយសម្បកនងឲ្យមន់ស៊ីចំពោះព្រឹកនេះហើយចំពោះចំណីមន់ព្រឹកនេះដែរគឺខ្ញុំមានសបកនងលាយជាមួយនឹងស្មៅហើយក៏មានកន្ទក់ផងដែរហើយនេះគឺកំពុងតែដាក់ប្រភេទវីតាមីនណាបងប្អូនអានេះគឺប្រូវីតាលីនហ្នឹងគឺសម្បូរទៅដោយពពុះវីតាមីននិងសារធាតុរ៉ែឲ្យមន់អញ្ចឹងណាគឺខ្ញុំដាក់ផ្ដល់ឲ្យមន់ដើម្បីឲ្យមន់របស់យើងនឹងធំធាត់ល្អហើយជួយកាត់បន្ថយការឈឺជួយស៊ាំភាពផ្សាំនៅក្នុងរាងកាយរបស់មន់ឲ្យរឹងមាំអញ្ចឹងណាហើយសម្រាប់បងប្អូនដែលមានចម្ងល់តាក់ទងទៅនឹងការចិញ្ចឹមសត្វឬក៏បងប្អូនចង់ចិញ្ចឹមសត្វដូចខ្ញុំដែរបងប្អូនអាចតាមដានវីដេអូរបស់ខ្ញុំជាបន្តទៀតហើយបើសិនជាបងប្អូនមានជាបទពិសោធន៍ល្អៗនៃការចិញ្ចឹមមន់ស្រែបងប្អូនអាច comment នៅខាងក្រោមដើម្បីចែករំលែកដល់បងប្អូនដែលជាអ្នកចិញ្ចឹមសត្វដូចគ្នាឲ្យយើងមានភាពរីកចម្រើនដូចគ្នាទៅលើវិស័យនៃការចិញ្ចឹមសត្វអរគុណច្រើន